với trong tua tay tha để đây tha cái dương miền Tây Hà Tây họ tham miền Trung ra đây tham miền chua kia ấy trong kia trong tới tham mũi nẹt đất tây đi còn nẹt ấy ngày trong tới đất tây dương kia nẹt sang tới những cuaแต่chư cha dương nam tới tới thời sẽ nơi từ đá còn chư cha dương từ tây biết dương ấy dương tây dương đây ta thầm ạ nơi cái đá tới đây cái giống này nó từ dương cái tập pi nó vui lắm trong conอគុណជំរាបលាសុខភាពល្អសំណាងល្អចាស់អរគុណលោកពូនៃការគ្រប់គ្រងស្ដាប់របស់លោកពូក៏ដូចជាទូរស័ព្ទចូលរួមនៅនេតិបណ្ដោះគុណធម៌ចានេះខ្ញុំសូមអធិស្ឋានពីសំណាក់ប្រគុណម្ចាស់សប្បុរសជនដែលកំពុងទូរស័ព្ទចូលរួមចានេះខ្ញុំសូមផ្អាកទទួលប្រព័ន្ធទូរស័ព្ទត្រឹមប៉ុណ្ណេះសិនដើម្បីប្រកេននេតិនេះជូនទៅប្រគុណម្ចាស់គ្រូសន្តិជាតិដើម្បីព្រះអង្គមុនជួយឆ្លើយនៅសំណួររបស់សប្បុរសជនដែលបានសាកសួរមកចាអញ្ចឹងនេះខ្ញុំសូមធ្វើការភ្ជាប់ទៅលោកម្ចាស់គ្រូតែម្ដងគណៈសូមអ្នកមាសការថ្វាយបង្គំលោកម្ចាស់គ្រូសូមចម្រើនពរទទួលបានទេគណៈទទួលបានហើយគណៈព្រះអង្គគ្រូអាចនិមន្តឆ្លើយតែម្ដងគណៈប្រទេសមានរឿងរ៉ាវច្បាំងគ្នាអីចឹងទៅយើងអ្នកកាន់សិលកាន់ធម៌អីហ្នឹងគួរឈឺឆ្អាលអត់រឿងនេះយើងមិនមែនរស់ក្នុងព្រៃទេយើងរស់ក្នុងស្រុកយើងរស់ក្នុងសង្គមយើងត្រូវតែដឹងវាត្រូវតែគិតអ្នកណាដែលលះបង់ប្រហែលព្រះសម្មាសម្ពុទ្ធនោះតែព្រះអង្គនៅតែគិតអញ្ចឹងបើព្រះអង្គមិនគិតរឿងមនុស្សទេព្រះអង្គអត់សម្ដែងធម៌ហ្នឹងទេរឿងដែលព្រះអង្គខំសម្ដែងធម៌មកពីខ្វល់រឿងមនុស្សហ្នឹងតាបើព្រះអង្គយើងគិតមើលព្រះអង្គអស់កិលេសលះបង់រាជវង្សលះមិនលះដើម្បីខ្លួនព្រះអង្គប៉ុន្តែមិនមែនលះអស់ដោយឈប់ខ្វល់ទេលះខ្លួនឯងដើម្បីគិតអ្នកដទៃផ្សេងគ្នាអញ្ចឹងមិនមែនលះរឿងអ្នកដទៃអញឈប់គិតដែរព្រោះអញឈប់គិតហើយមិនមែនអញ្ចឹងទេមកពីព្រះអង្គគិតគេហ្នឹងឯងបានព្រះអង្គត្រូវលះខ្លួនឯងឃើញទេអញ្ចឹងរឿងប្រទេសជាតិជារឿងទាំងអស់គ្នាវាមិនមែនរឿងយើងម្នាក់ទេហ្នឹងតែកាលណាយើងអត់គិតធ្វើម៉េចនឹងប្រទេសជាតិនឹងរុងរឿងរីកចម្រើនបានឧទាហរណ៍ដូចជាអ្នកប្រាជ្ញយើងសម័យពីដើមអញ្ចឹងបើបួសយករួចខ្លួនលោកខំប្រែបីដកទុកឲ្យយើងធ្វើអីសម្ដេចព្រះសង្ឃរាជជួនណាតអីអញ្ចឹងបើលោកគិតថាដើម្បីតែសុខដើម្បីតែស្រួលឆាន់ស្រាប់សឹងស្រាប់ទៅខំពិបាកទៅរៀបវចនានុក្រមទុកធ្វើអីមកពីចង់ឲ្យជាតិនឹងវារីកចម្រើនហ្នឹងបានខំហ្នឹងណាប៉ុន្តែវាមិនមែនខំដើម្បីខ្លួនឯងវាខំដើម្បីគេអ្នកដែលលះបង់អ្នកដែលមានធម៌មែនទេនឹងរឹតតែត្រូវគិតគូររឿងគេនឹងច្រើនជាងរឿងខ្លួនឯងនឹងចឹងពាក្យថាអ្នកប្រាជ្ញពាក្យថាបណ្ឌិតហ្នឹងគឺថាលោកត្រូវខ្វល់រឿងគេនឹងច្រើនចឹងតែម្ដងណាបានសង្គមចេះតែចងចាំចេះតែគោរពហ្នឹងដោយសារអីវាបានផ្ដល់ប្រយោជន៍ដល់សង្គមហ្នឹងបើសង្គមចេះតែគិតទៅដល់ហ្នឹងហើយបើសម្រាប់អ្នកមិនមានគុណធម៌គិតទៅសប្បាយខ្លួនឯងយើងខ្វះណាស់អ្នកមានស្រុកខ្មែរយើងម្នាក់អាត្មាឮតាមគេអ្នកខ្លះគ្រាន់តែស្រីស្នេហ៍200អ្នកជាងអីចឹងណាហ្នឹងឮគេថាទេមិនដឹងចឹងមែនអត់ទេណាគ្រាន់តែធ្លាប់ជាសង្សារធ្លាប់ជាស្រីស្នេហ៍អីហើយអោយលុយចាយមកកកសួរថាអ្នកហ្នឹងងាប់ទៅវាល្បីស្អីបានវាលុយតែពេលមានលុយចាយចឹងណាប៉ុន្តែវាអត់បានចែកដល់សង្គមទេការឲ្យហ្នឹងគឺមិនមែនឲ្យសុកដល់គេឲ្យបំរើតណ្ហាខ្លួនឯងដដែលដល់របៀបអញ្ចឹងគ្មានពីណាយកមកធ្វើជាគំរូទេថ្មនិយាយវែងបន្តិចតែហ្នឹងយើងជួនកាលយើងគិតអូយអ្នកណានិយាយពីសង្គមច្រើនអីសង្គមច្រើនយើងចេះតែចែកសង្គមឲ្យដាច់ពីខ្លួនឯងអញ្ចឹងពាក្យថាសង្គមចាប់ពី2អ្នកឡើងទៅវាសង្គមហើយប៉ុន្តែយើងទុកធัวទេសនាទុកឲ្យទៅលោកទុកឲ្យទៅនៅវត្តអញ្ចឹងហើយបានធัวចូលទៅជួយសង្គមយើងវាអត់កើតរឿងហ្នឹងវាអញ្ចឹងឧទាហរណ៍ថាទេសរឿងលួចមួយចុះអតនីទានាវេរមណីសិក្ខាបទាំងសមាទិយាមិទេសរឿងលួចមន់លួចទាលួចគោលួចក្របីអាហ្នឹងអត់អីហើយបើទេសរឿងរាជការលួចប្រាក់រាជការឬក៏ពុករលួយអីចេះលួចប្រាក់បៀវត្តរបស់រាជការលួចលុយរបស់គ្រូគេថាប៉ះពាល់នយោបាយអាហ្នឹងមិនលួចអតនីទានហើយនោះឃើញទេអាហ្នឹងរឿងអីមិនត្រូវសំដែងត្រូវនិយាយទៅក្នុងពពុទ្ធមិនមែនបដៅត្រឹមមនុស្សធម្មតាព្រះអង្គទៅបដៅស្ដេចទៀតណាឲ្យស្ដេចមានទស្សពិតរាជធម៌ហេតុអីបានព្រះអង្គត្រូវទៅសម្ដែងឲ្យស្ដេចមានទស្សពិតរាជធម៌គឺអាណិតរាជហ្នឹងណាអានឹងមិនគិតសង្គមឃើញអត់ព្រះអង្គនិយាយអំពីនយុគធម៌ភាពជាអ្នកដឹកនាំនឹងត្រូវមានធម៌ប្រមាណនៅក្នុងខ្លួនហេតុអីបានព្រះអង្គត្រូវបរៀនអ្នកដឹកនាំនោះ
ថាមកពីអ្នកដឹកនាំមានឥទ្ធិពលទៅលើប្រជារាស្ត្របើកាលណាអ្នកដឹកនាំនឹងអត់មានធម៌នៅក្នុងខ្លួនទេវាទៅងាប់ប្រជារាស្ត្រហើយណោះអញ្ចឹងបានព្រះអង្គទៅសម្ដែងនៅយុគធម៌ចំពោះអ្នកដឹកនាំនឹងក៏ជាការរឿងគិតសង្គមព្រះអង្គមិននៅអត់គិតអីណាឃើញទេមានទាំងអស់ត្រូវសម្ដែងពីទួនាទីស្វាមីទួនាទីភរិយាសិតតែគិតរឿងសង្គមទាំងអស់ហើយឪពុកម្ដាយនឹងកូនកូននឹងឪពុកម្ដាយកម្មករនឹងតកែកម្មករមិត្តភ័ក្តិនឹងមិត្តភ័ក្តិត្រូវធ្វើយ៉ាងណាជាមួយមិត្តអាមាត្យមានទាំងអស់មើលតែនៅក្នុងសង្កេលកៈហ្នឹងហើយមែនតើអ្នកមានគុណធម៌អ្នករក្សាសិលហ្នឹងត្រូវតែគិតពីសង្គមច្រើនជាងមនុស្សធម្មតាហ្នឹងវាយើងនិយាយឲ្យដល់មែនតើប៉ុន្តែយើងជាយល់ច្រឡំប៊ូហើយឈប់ខ្វល់គេទុកលោកម្លែកចឹងទៅអញ្ចឹងមនុស្សមានសមត្ថភាពគេធីបចោលចឹងទៅជួយសង្គមអត់កើតគេថាអ្នកធម៌អ្នកអាកុំគិតដល់ម្ល៉េះហើយយូរទៅរស់នៅបាយបាតហ្នឹងអត់បានធ្វើការងារអប់រំដល់សង្គមចឹងទៅយូរដូចបញ្ញាក្អែកហ្នឹងដល់ដើមឈើសង្គមមួយនឹងងាប់ទៅវាមិនងាប់ទៅសង្គមហ្នឹងណាអាបញ្ញាក្អែកនៅលើហ្នឹងវាងាប់ដូចគ្នាហ្នឹងចឹងនេះស្មានមិនទៅដល់ថាបញ្ញាក្អែកអីប៉ុន្តែគាត់ថាបើយើងរស់ឧទាហរណ៍សូម្បីតែអ្នកបួសក៏ដោយចឹងរស់ដោយសារប្រជាជនចិញ្ចឹមដាក់បាតអីហ្នឹងយើងអត់ខ្វល់ខ្វាយអប់រំអត់ខ្វល់ខ្វាយផ្ដល់ចំណេះដឹងអប់រំឲ្យធ្វើល្អឲ្យចេះស្រឡាញ់គ្នាឲ្យចេះជួយគ្នាហ្នឹងគឺការងារសង្គមទាំងអស់ហ្នឹងបើអត់ធ្វើអាតំណឹងទេសង្គមនឹងវឹកវរសួរតែនៅតាណានៅក្នុងមហាគោបាលសោតក៏អញ្ចឹងដែរព្រះអង្គសម្ដែងថានាយគោបាលហ្នឹងត្រូវតែអុជភ្លើងបំពួកភ្នក់ភ្លើងឲ្យគោដេកបានស្រួលមានន័យថាយើងដែលជាសមណៈបព្វជិតអីជាដើមហ្នឹងត្រូវសម្ដែងធម៌ពន្យល់បរិស័ទហ្នឹងឲ្យមានការយល់ដឹងនៅក្នុងជីវិតកាលណាយល់ដឹងហើយប្រៀបដូចជាគោនឹងដេកស្ងប់កាលណាដេកស្ងប់វាបង្កើតបានជាទឹកដោះណាទឹកដោះទៅក៏វាបានទៅដល់ម្ចាស់នឹងដែរដូចជាសទ្ធាទាយុអីត្រូវប្រគិនបច្ច័យ4អីចឹងទៅហើយដល់តែយើងអត់បានបង្រៀនអត់បានអប់រំអត់បានណែនាំអត់បានដឹកនាំឲ្យទៅរកការរីកចម្រើនវាក្រទាំងអស់គ្នាទៅបានអីស៊ីទាំងអស់គ្នាវាងាប់ទាំងអស់គ្នាហើយនឹងចឹងព្រោះគាត់ថាវាមានកម្រិតនៃការជួយសម្រាប់អ្នកមានធម៌ហ្នឹងវាមានកម្រិតនៃការជួយដោយប្រើបញ្ញានឹងច្រើនជាងហិង្សាបើសម្រាប់ដូចផ្លូវលោកអាហ្នឹងគេប្រើជាងកាលនិយាយមិនត្រូវវ័យកັບចាក់អីចឹងទៅប៉ុន្តែអ្នកដែលដឹកនាំតាមធម៌នេះត្រូវប្រើឧបាយនៅក្នុងវិធីសាស្ត្រដែលមានដំណោះស្រាយតាមវិធីតិចប្រកបទៅដោយបញ្ញាដូចព្រះមហោសថចឹងមើលដោយរឿងពោធិសត្វព្រះមហោសថមកជីវិតរបស់លោកនឹងដើរទៅដោះស្រាយរឿងគេនឹងឯងណានឹងលោកសន្សំបារមីឲ្យបានជាពុទ្ធផងហើយយើងឯណាទៅជាប្រហែលលោកប៉ុន្តែលោកមកជីវិតរបស់លោកនឹងយើងមើលគ្រប់រឿងទាំងអស់សិតតែដោះស្រាយបញ្ហាឲ្យគេទាំងអស់ប៉ុន្តែគាត់ថាដោះវាមិនមែនដោះដោយហិង្សាដោះដោយប្រាជ្ញាដោះដោយវិធីសាស្ត្រមានកលឹះដោះដើម្បីសេចក្តីសុខទាំងអស់គ្នាបើបានជាពុទ្ធនឹងឲ្យនៅមិនសុខទេញាតឆ្លោះគ្នាទៅដូចជារឿងដដើមគ្នាស្ទឹងរោហេណីចឹងព្រះអង្គមិននៅស្ងៀមទេដឹងថានគរពីរបំរុងឆ្លោះគ្នាឲ្យព្រះអង្គទៅដោះស្រាយដូចលើកឧទាហរណ៍ដោយសារតែរឿងទឹកកាលនោះទឹកវាខ្វះហើយទំនប់វាជាមួយគ្នាហ្នឹងកម្មករនោះឆ្លោះគ្នាឆ្លោះដល់មន្ត្រីឆ្លោះឡើងទៅដល់ស្ដេចខឹងក្រោតរៀងខ្លួនលើកតបមកប្រឈររៀងខ្លួនព្រះអង្គទៅនៅកដាលយើងមើលព្រះអង្គមិននៅស្ងៀមទេបានព្រះអង្គដាក់ប្រស្នាថាមហារាជតើទឹកនេះមានតម្លៃប៉ុណ្ណាតម្លៃវាមិនជាថ្លៃអីទេចុះជីវិតរបស់ក្សត្រទាំងសងខាងមានតម្លៃប៉ុណ្ណាថាកាត់ថ្លៃមិនបានទេបានព្រះអង្គសួរថាតើគួរឬយើងត្រូវបង្ហូរឈាមយើងត្រូវលះបង់ជីវិតដើម្បីរបស់មិនមានតម្លៃយ៉ាងនេះព្រះអង្គទៅដោះស្រាយឃើញទេហើយសួរថាបើសង្គមទាំងពីរនឹងឆ្លោះគ្នាច្បាំងគ្នានឹងលោកមានអីឆាន់អត់ទៅដាក់បិណ្ឌបាតក៏គ្មានអាណាហ៊ានចេញមកដាក់បាតដែរបើវាយគ្នាទៅហើយនោះនឹងអញ្ចឹងយើងកុំភ័យកុំព្រួយអីឃើញប្រសង់និយាយឲ្យដល់សង្គមនោះគឺថាចង់ឲ្យសង្គមនោះមានធម៌អ្នកធំអ្នកអីក៏ដោយលោកនិយាយធម៌អីស្ដាប់ខ្លះទៅលោកមិនមែនទៅដណ្ដើមណែងឯណាដូចថ្ងៃមុនខ្ញុំកណាអាត្មាអីទៅប្រជុំគ្នាធម្មកថាមិនបាច់ភ័យទេចម្រើនពរទៅរាជរដ្ឋាភិបាលឬក៏ស្អីអត់បាច់ភ័យទេអាត្មាតាំងចិត្តជួយទាំងអស់ហ្នឹងជួយសម្រាលទាំងរដ្ឋាភិបាលទៀតពីព្រោះយើងដឹងថាវាមានបញ្ហាហើយយើងមិនទៅចង់
ធ្វើអីមានចង់ទៅទម្លាក់អីមានចង់ទៅធ្វើអីមានកន្លែងណាខ្វះចន្លោះយើងជួយសម្រាលកាលណាមនុស្សមានធัวទាំងអស់គ្នាទាំងមន្ត្រីរាជការទាំងអស់គ្នាវាមានធัวទាំងអស់គ្នាទៅអ្នកគ្រប់គ្រងខាងលើមិនពិបាកជួយសម្រាលអញ្ចឹងទេជួយសម្រាលទាំងអស់តែគ្នានឹងឯងនឹងប៉ុណ្្នឹងចុះនៅសល់ពេលបកគលទៅវិទ្យុវិញបាទ